យោសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រេចសាច់រឿងបន្តដែលនេះគឺជាខ្សែភាពយន្តភាគទី4នៃខ្សែស្រឡាយខ្សែភាពយន្ត X-Men តែខ្សែរឿងមួយនេះតាំងពីភាគទី1រហូតដល់ភាគទី3ខ្ញុំបានធ្វើការសម្រាយវានៅក្នុង Channel ថ្មីរបស់ខ្ញុំមួយទៀតដែលមានឈ្មោះថា Unchill Plus បងប្អូនក៏អាចចូលទៅទស្សនានៅការសម្រាយរបស់ខ្ញុំតាមរយៈតំណ link ដែលខ្ញុំបានដាក់នៅក្នុង description ខាងក្រោមជាខ្សែភាពយន្តបានបង្ហាញអំពីក្បាច់គុណពិសេសរបស់ចិនមួយមានឈ្មោះថា Yongchon ដែលត្រូវបានការពារអភិរក្សដោយគ្រូក្បាច់គុណកម្ពុជាម្នាក់មានឈ្មោះថា Yvonne ហើយនៅក្នុងកំឡុងពេលនេះផងដែរលោកគ្រូយានឹងក៏គាត់កាន់តែមានអាយុច្រើនទៅហើយលោកគ្រូយាគាត់គឺជាព្រឹទ្ធាចារ្យក្បាច់គុណម្នាក់ដែលបានអភិវឌ្ឍក៏ដូចជាការពារក្បាច់គុណមួយនេះឆ្លងកាត់ដំណាក់កាលនៃសម័យកាលជាច្រើនហើយនៅក្នុងកំឡុងពេលនេះផងដែរលោកគ្រូយានឹងក៏បានធ្វើដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកព្រោះតែគាត់គឺចង់ផ្សព្វផ្សាយក្បាច់គុណមួយនេះទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរយើងក៏បានដឹងផងដែរថាកាលពីជាង1ខែមុនលោកគ្រូយាគឺគាត់បានពិនិត្យឃើញជាមួយនឹងដុំកោសិកាមហារីកនៅខាងក្នុងខ្លួនរបស់គាត់តែវាក៏មានន័យថាគាត់គឺមិននៅសេសសល់នៅពេលវេលាច្រើនទៀតឡើយដើម្បីបន្តនៅការអភិរក្សក្បាច់គុណរបស់គាត់នោះឯងក្នុងសាលាគុណរបស់លោកគ្រូយានេះវិញនៅក្នុងកំឡុងពេលនេះមានជនជាតិស្បែកខ្មៅម្នាក់ហ្នឹងក៏បានធ្វើដំណើរចូលមកដែលគេនឹងគឺមានគោលបំណងក្នុងការស្នើសុំវឹកហាត់ក្បាច់គុណនៅក្នុងសាលាមួយនេះតែដោយសារតែមិនចេះភាសានោះកូនសិស្សរបស់លោកគ្រូយាដែលនៅទីនោះហ្នឹងក៏បានយល់ថារូបគេគឺបែរជាមានបំណងក្នុងការបង្កបញ្ហាទៅវិញដូច្នេះហើយពួកគេនឹងក៏បានធ្វើការប្រយុទ្ធគ្នានៅក្នុងទីកន្លែងនោះតែម្ដងពេលនោះក៏ស្រាប់តែលេចវត្តមានរបស់លោកគ្រូយានឹងគាត់ក៏បានបង្ហាញខ្លួនមកហើយគាត់នឹងក៏បានវាយប្រហារទៅកាន់បរិសម្នាក់នោះវិញផងដែរបរិសម្នាក់នោះនៅពេលដែលបានឃើញវត្តមានរបស់លោកគ្រូយាបែបនេះហើយគេក៏មានអារម្មណ៍ត្រេកអរជាខ្លាំងក៏ព្រោះតែគេគឺធ្វើដំណើរមកនេះក្នុងគោលបំណងដើម្បីរកលោកគ្រូយានោះឯងបរិសម្នាក់នេះគេនឹងគឺមានឈ្មោះ Bentley ហើយគេគឺជាកូនសិស្សរបស់ Lee Selong ដែលបានវឹកហាត់ក្បាច់គុណជាមួយនឹងគាត់នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកមូលហេតុដែលគេធ្វើដំណើរមកនេះគឺដោយសារតែលោកគ្រូរបស់គេគឺបានបញ្ជាមកកាន់គេដើម្បីនាំយកសម្បត្តិការប្រកួតក្បាច់គុណការ៉ាតេនៅក្នុងទឹកដីសហរដ្ឋអាមេរិកហ្នឹងមកប្រគល់ឲ្យលោកគ្រូយាប៉ុន្តែភ្លាមនោះលោកគ្រូយាគឺគាត់មិនបានទទួលនោះឡើយហើយគាត់នឹងក៏បាននិយាយបដិសេធទៅកាន់ Bentley វិញផងដែរបន្ទាប់ពីនោះគាត់នឹងក៏បានធ្វើដំណើរចាកចេញអំពីទីកន្លែងនោះទៅក្នុងកំឡុងពេលនេះផងដែរកូនប្រុសរបស់លោកគ្រូយាដែលមានឈ្មោះថាចិននឹងក៏ត្រូវបានសាលាបណ្តេញចេញដូចគ្នាព្រោះតែគេនឹងគឺបានវេតបជាមួយនឹងសិស្សដទៃផ្សេងទៀតហើយខាងសាលានឹងគឺមិនអាចអប់រំគេបាននោះឡើយដូច្នេះហើយគ្មានជំរឿននោះទេលោកគ្រូយាគឺត្រូវតែបន្តធ្វើការបញ្ជូនគេនឹងដើម្បីទៅសិក្សានៅបរទេសវិញដល់ពេលនោះលោកគ្រូយាក៏បានអញ្ជើញលោកអធិការហ្វាតមកជួបគាត់នៅក្នុងផ្ទះរបស់គាត់ដោយសារតែក្នុងកំឡុងពេលនេះគាត់ក៏មានបំណងចាក់ចេញទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកមុនដើម្បីធ្វើការស្វែងរកជាមួយនឹងសាលាដើម្បីឲ្យកូនប្រុសរបស់គាត់ចូលរៀនតែប៉ុន្តែអាជីនដែលជាកូនប្រុសរបស់លោកគ្រូយានោះគឺគេមិនពេញចិត្តក៏ដូចជាមិនចង់ទៅរៀនបន្តនៅឯសហរដ្ឋអាមេរិកនោះឡើយមិនខុសនោះទេក៏ព្រោះតែគេនឹងគឺមានក្តីសម័យចង់ខ្លាចជាអ្នកក្បាច់គុណដូចជាលោកឪពុកនោះឯងតែបើទោះបីជាបែបនេះក៏ពិតមែនលោកគ្រូយានឹងគឺគាត់មិនព្រមបង្ហាត់ក្បាច់គុណទៅកាន់កូនប្រុសរបស់គាត់នោះឡើយហើយគាត់ក៏បាននិយាយបដិសេធជាមួយនឹងសំណើរបស់កូនប្រុសគាត់ដូចគ្នាជានេះវិញគេក៏បានព្យាយាមសួរនាំទៅកាន់លោកឪពុករបស់គេថាហេតុអ្វីបានជាលោកគាត់មិនព្រមធ្វើការបង្ហាត់ក្បាច់គុណមកកាន់រូបគេហើយគាត់នឹងគឺបានបង្ហាត់ក្បាច់គុណទៅកាន់កូនសិស្សរបស់គាត់ជាច្រើននាក់គេនឹងក៏ថែមទាំងបាននិយាយបន្តទៅកាន់ឪពុករបស់គេផងដែរដែលថាគាត់នឹងគឺមិនដែលធ្វើការ support ក៏ដូចជាលើកទឹកចិត្តមកកាន់គេនោះឡើយជាពេលនេះម្ដាយរបស់គេនៅមានជីវិតវិញច្បាស់ណាស់ថាគាត់នឹងធ្វើការគ្រប់គ្រងលើកទឹកចិត្តមកកាន់រូបគេចាក់ជាមិនខាននោះឯងហើយទាំងនេះក៏បានប៉ះទង្គិចជាមួយនឹងអារម្មណ៍របស់លោកគ្រូយាជាខ្លាំងហើយគាត់នឹងក៏បានស្ទុះទៅផ្ទះកំភ្លៀងកូនប្រុសរបស់គាត់ម្ដាយក្នុងកំឡុងពេលនោះលោកអធិការហ្វាតដែលមានវត្តមាននៅទីនោះផងដែរគាត់ក៏បានបំបីឪពុកកូនអ្នកទាំងពីរកាលមកដល់ពេលវេលាប្រហែលថ្ងៃក្រោយមកពេលនេះលោកគ្រូយានឹងក៏បានធ្វើដំណើរមកដល់ទឹកដី San Francisco សហរដ្ឋអាមេរិកហើយគាត់ក៏បានជួបជាមួយនឹងលោកលៀងដែលជាអតីតអ្នកនិពន្ធកាសែតកាលពីលើកមុននោះនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះដូចគ្នាដល់ពេលនោះលោកលៀងនឹងក៏បាននាំយកលោកគ្រូយាធ្វើដំណើរទៅកាន់សមាគមចិនដែលមានទីតាំងនៅក្នុងតំបន់ Chinatown ដើម្បីធ្វើការស្នើសុំពួកគេក្នុងការចុះឈ្មោះឲ្យកូនប្រុសរបស់គាត់នឹងបានរៀននៅទីនេះនោះឯងពេលដែលទៅដល់លោកគ្រូយានឹងក៏បានជួបជាមួយនឹងមិត្តចាស់ដែលជាគ្រូក្បាច់គុណដទៃផ្សេងទៀតដែលបានធ្វើការផ្លាស់ប្ដូរទីលំនៅមករស់នៅសហរដ្ឋអាមេរិកនេះផងដែរដល់ពេលនោះលោកគ្រូយាក៏ត្រូវបានណែនាំទៅស្គាល់ជាមួយនឹងគ្រូក្បាច់គុណដទៃផ្សេងទៀតដែលមានវត្តមាននៅទីនោះប៉ុន្តែពិតណាស់នៅក្នុងកំឡុងពេលនោះគ្រូក្បាច់គុណដទៃផ្សេងទៀតនឹងហាក់បីដូចជាបង្ហាញអារម្មណ៍មួយនឹងទង្វើមិនសូវជាពេញចិត្តជាមួយនឹងវត្តមានរបស់លោកគ្រូយានោះឡើយដល់ពេលនោះលោកគ្រូយានឹងក៏បាននិយាយអរគុណជាមួយនឹងលោកគ្រូម្នាក់ទៀតដែលគាត់នឹងគឺមានឈ្មោះថាលោកគ្រូវ៉ាន់ហើយគាត់គឺជាប្រធានសមាគមនៅក្នុងតំបន់ Chinatown មួយនេះដែលគាត់នឹងគឺបានជួយកូនប្រុសរបស់លោកគ្រូយានោះឯងពេលនោះបរិមម្នាក់ដែលមានឈ្មោះថាលោកគ្រូវ៉ាហ្នឹងគាត់ក៏បាននិយាយទៅកាន់លោកគ្រូយាដែលថានៅក្នុងកំឡុងពេលនេះលោកគ្រូយាគឺកំពុងតែមានបញ្ហាជាមួយនឹងពួកគេហើយតែតាមច្បាប់នៃក្បាច់គុណចិនរបស់ពួកគេគឺមិនអនុញ្ញាតឲ្យធ្វើការបង្រៀនទៅកាន់កូនសិស្សបរទេសក្រៅតែពីជនជាតិចិននោះឡើយតែជាស្ដែងបរិមម្នាក់ដែលជាកូនសិស្សរបស់លោកគ្រូយាមានឈ្មោះថា Lee Selong នោះគឺគេមិនត្រឹមតែទទួលយកកូនសិស្សដែលជាជនបរទេសនោះទេហើយគេនឹងក៏ថែមទាំងបោះពុម្ពផ្សាយជាមួយនឹងក្បាច់គុណចិន
ដែលជាភាសាអង់គ្លេសថែមទៀតផងវាគឺពិតជាខុសធ្ងន់ធ្ងរជាមួយនឹងក្រមវិន័យរបស់ក្បាច់គុនចិនពួកគេឆ្នេះហើយលោកគ្រូវ៉ានឹងក៏បានស្នើសុំទៅកាន់លោកគ្រូយាដើម្បីឲ្យលោកគាត់ធ្វើការដោះស្រាយនៅបញ្ហានេះជាបន្ទាន់រឿងរ៉ាវទាំងអស់នេះហើយទើបបានជាធ្វើឲ្យគ្រូក្បាច់គុនដទៃផ្សេងទៀតនឹងបង្ហាញអារម្មណ៍មិនពេញចិត្តជាមួយនឹងវត្តមានរបស់លោកគ្រូយានោះឯងតែលោកគ្រូយាគាត់ក៏បានឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នានោះវិញដែលថាតាមពិតទៅវានឹងគឺគ្មានអ្វីអាក្រក់នោះទេនឹងថែមទាំងបានសរសេរបានយ៉ាងល្អថែមទៀតផងគាត់ក៏បានបន្តថាបើសិនជាពួកគេគឺមិនមែនជាជនជាតិចិនតើវានឹងមានផលប៉ះពាល់ខ្លាំងដល់កម្រិតណាបើសិនជាពួកគេមិនបានធ្វើការបង្កើតក្បាច់គុនប៉ុន្តែលោកគ្រូវ៉ាដែលជាប្រធានសមាគមនឹងគឺគាត់មិនយល់ស្របជាមួយនឹងគំនិតលើកឡើងរបស់លោកគ្រូយានោះទេគាត់នឹងក៏បានលើកជាឧទាហរណ៍ពីរឿងរ៉ាវរបស់សត្វឆ្កែចចរដែលត្រូវបានបរិមម្នាក់នឹងធ្វើការជួយសង្គ្រោះប៉ុន្តែនៅទីបំផុតជំរឿនរបស់សត្វឆ្កែចចរមួយក្បាលនោះគឺវាបានធ្វើការវាយប្រហារក៏ដូចជាស៊ីសាយរបស់បរិមម្នាក់នោះនៅមុនពេលដែលវាបានចាកចេញហើយនេះក៏មិនខុសពីក្បាច់គុនរបស់ពួកគេនោះដែរបើសិនជាពួកគេបានធ្វើការបង្ហាត់ទៅកាន់ជនបរទេសដទៃផ្សេងនោះពួកគេគឺគ្មានថ្ងៃដឹងគុណនោះឡើយហើយថ្ងៃណាមួយពួកគេនឹងត្រឡប់មកវិញដើម្បីធ្វើការបំផ្លាញអ្នកទាំងអស់គ្នានោះហើយតែលោកគ្រូយាក៏នៅតែបន្តនឹងបានលើកឡើងអំពីភាពវិជ្ជមានរបស់កូនសិស្សគាត់ហើយនៅក្នុងកំឡុងពេលនោះគាត់នឹងក៏បានប៉ះទង្គិចពាក្យសម្ដីជាមួយនឹងលោកវ៉ាដែលជាប្រធានសមាគមភាពតានតឹងក៏បានរុញអ្នកទាំងពីរបញ្ចេញថ្វីដៃរៀងៗខ្លួនវាក៏បានបណ្ដាលឲ្យតុកញ្ចក់ដែលនៅទីនោះត្រូវបានបែកខ្ទេចខ្ទីតទៅពីនោះលោកគ្រូយានឹងគាត់ក៏បានធ្វើដំណើរចាកចេញអំពីទីកន្លែងនោះផងដែរដល់ពេលយប់លោកគ្រូយានឹងក៏បានធ្វើការតាក់ទងទៅកាន់លោកប៉ូលីហ្វាតាមរយៈទូរស័ព្ទនិងបានសួរនាំអំពីសុខទុក្ខរបស់កូនប្រុសគាត់ដែលមានឈ្មោះថាអាចិនតែដោយសារតែគេនៅមានការអន់ចិត្តជាមួយនឹងលោកឪពុកអាចិននឹងគឺគេមិនបាននិយាយជាមួយនឹងលោកយានោះទេមកដល់ក្នុងផ្ទះរបស់លោកវ៉ាដែលជាប្រធានសមាគមម្នេះវិញនឹងយើងក៏បានដឹងផងដែរដែលតាមពិតទៅលោកវ៉ាគាត់ក៏មានកូនស្រីម្នាក់ដែលជាកូនកាត់ជាមួយនឹងជនជាតិអាមេរិកដូចគ្នាគាត់ក៏បានព្យាយាមបង្រៀនក្បាច់គុនទៅកាន់នាងផងដែរបើទោះបីជាគាត់នឹងគឺបានដឹងថានាងមិនពេញចិត្តនឹងរៀននោះឡើយទាំងនេះវាផ្ទុយជាមួយនឹងអ្វីដែលគាត់បាននិយាយទៅកាន់លោកយាកាលពីពេលថ្ងៃនោះឯងមកដល់ថ្ងៃបន្ទាប់លោកលាននឹងក៏បាននាំយកលោកគ្រូយាទៅជួបជាមួយនឹងមិត្តបរទេសរបស់គេដទៃផ្សេងទៀតដើម្បីស្នើសុំឲ្យពួកគេយល់ព្រមធានាកូនប្រុសរបស់លោកយាដើម្បីបន្តការសិក្សានៅក្នុងទឹកដីមួយនេះប៉ុន្តែប៉ុណ្ណាបរិមម្នាក់នោះគឺគេមិនបានយល់ព្រមជាមួយនឹងការស្នើសុំរបស់លោកលៀងនោះឡើយតែប៉ុណ្ណោះគេនឹងក៏បាននិយាយមើលងាយទៅកាន់លោកលៀងក៏ដូចជាជនជាតិចិនដទៃផ្សេងទៀតផងដែរដែលថាតាមពិតទៅមូលហេតុដែលគេយល់ព្រមនិយាយពិភាក្សាគ្នាជាមួយនឹងលោកលៀងនេះដោយសារតែគេនឹងគឺមានការយោគយល់ជាមួយនឹងមេរបស់លោកលៀងតែប៉ុណ្ណោះលោកគ្រូយាក៏បានស្ដាប់ឮអំពីពាក្យសម្ដីរបស់បរិមម្នាក់នោះផងដែរពេលនោះលោកគ្រូយាក៏បានធ្វើដំណើរទៅជួបជាមួយនឹងកូនសិស្សរបស់គាត់ដែលមានឈ្មោះថាលីសេឡុងហើយគាត់នឹងក៏បានទស្សនាអំពីការប្រកួតក្បាច់គុនរបស់គេនោះដូចគ្នាតពីនោះមកទៀតគាត់នឹងក៏បានទៅជួបនិយាយគ្នាជាមួយនឹងលីសេឡុងដែលជាអតីតកូនសិស្សរបស់គាត់និងថែមទាំងបានសួរសុខទុក្ខទៅកាន់គ្នានឹងទៅវិញទៅមកថែមទៀតផងចំណែកលីសេឡុងនៅក្នុងកំឡុងពេលនេះគេនឹងគឺមិនត្រឹមតែជាអ្នកហាត់ក្បាច់គុនតែប៉ុណ្ណោះទេគេនឹងក៏ថែមទាំងបានបើកជាមួយនឹងសាលាគុននៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនេះថែមទៀតផងហើយគេនឹងក៏ថែមទាំងទទួលបង្ហាត់កូនសិស្សចម្រុះជាតិសាសន៍ជាច្រើននៅក្នុងក្លឹបរបស់គេនោះឯងហើយលីសេឡុងនឹងគេក៏បានដឹងអំពីគោលបំណងដែលលោកគ្រូយាបានធ្វើដំណើរមកក្នុងទឹកដីនៃសហរដ្ឋអាមេរិកនេះដូចគ្នាដូច្នេះហើយគេនឹងក៏បានណែនាំកូនសិស្សម្នាក់របស់គេដែលជាអតីតមេធាវីម្នាក់នឹងទៅកាន់លោកគ្រូយាឲ្យបានស្គាល់ផងដែរព្រមម្នាក់នោះគេនឹងគឺមានឈ្មោះថាហាតមែនហើយគេគឺជាមនុស្សដែលចូលចិត្តហ្វឹកហាត់ជាមួយនឹងក្បាច់គុនចិនជាខ្លាំងគេក៏ថែមទាំងមានទូនាទីជាកងម៉ារីននៃសហរដ្ឋអាមេរិកថែមទៀតផងក្នុងកំឡុងពេលដែលពួកគេកំពុងតែធ្វើការនិយាយជជែកគ្នាលេងនោះក៏ស្រាប់តែភ្លាមនោះក៏មានក្រុមមនុស្សមួយក្រុមនឹងក៏បានធ្វើដំណើរចូលមកដល់ព្រមម្នាក់ដែលជាមេខ្លោងគេនោះក៏បាននិយាយមើលងាយទៅកាន់ពួកគេទាំងអស់គ្នាដែលជាអ្នកហ្វឹកហាត់ជាមួយនឹងក្បាច់គុនចិនឆ្នេះហើយវានឹងក៏បានធ្វើឲ្យហាតមែនដែលមានវត្តមាននៅទីនោះគេក៏មានអារម្មណ៍ពុះកញ្ជ្រោលនិងខឹងជាខ្លាំងផងដែរបន្ទាប់ពីនោះលីស្លុងនៅពេលដែលឃើញបែបនេះហើយនឹងគេក៏បានបញ្ជាទៅកាន់កូនសិស្សរបស់គេជាមួយនឹងមនុស្សទាំងនោះនឹងដើម្បីធ្វើការចេញទៅប្រយុទ្ធគ្នានៅខាងក្រៅវិញដូច្នេះហើយចំនួនរវាងមនុស្សទាំងពីរក្រុមដែលសិតសឹងតែជាអ្នកចូលចិត្តជាមួយនឹងការហ្វឹកហាត់ក្បាច់គុននោះក៏បានចាប់ផ្ដើមឡើងផងដែរលីស្លុងនៅពេលដែលចូលទៅដល់នឹងគេក៏បានជ្រើសរើសប្រកួត1ទល់នឹង3ជាមួយនឹងពួកគេទាំងនោះហើយប៉ុន្តែទោះបីជាបែបនេះក៏ពិតមែនក៏បរិសុទ្ធទាំង3នាក់នោះគឺគ្មានគីឡូអីតទល់ជាមួយនឹងលីសាឡុងបាននោះដែរតទៅនោះក៏ស្រាប់តែលេចមុខបរិសុទ្ធម្នាក់ទៀតនឹងក៏បានបង្ហាញខ្លួនមកគេនេះគឺជាគ្រូបង្វឹករបស់ក្រុមមនុស្សទាំងនោះឯងឆ្នេះហើយបរិសុទ្ធម្នាក់នោះក៏បានស្នើសុំទៅកាន់លីសាឡុងដើម្បីធ្វើការប្រកួត1ទល់នឹង1ជាមួយនឹងគេតែម្ដងប៉ុន្តែលីសាឡុងនោះគឺគាត់មិនបានចាវជាមួយនឹងបរិសុទ្ធម្នាក់នោះឡើយហើយគាត់នឹងក៏បានធ្វើដំណើរចូលទៅដើម្បីប្រយុទ្ធតទល់បង្ហាញក្បាច់គុនទៅវិញទៅមកជាមួយនឹងបរិសុទ្ធម្នាក់នោះការប្រកួតគ្នារបស់មនុស្សទាំងពីរនឹងក៏បានបង្ហាញជាមួយនឹងភាពស្វិតស្វាញទៅវិញទៅមកថែមទៀតផងហើយប៉ុន្តែលំដាប់ដល់តែគ្រូបង្វឹកទៅហើយគេមិនមែនជាមន់សម្លដែលឈរចាំឲ្យលីសាឡុងវាយនោះឡើយគេក៏បានវាយត្រូវលីសាឡុងប៉ុន្មានដៃប៉ុន្តែវាគឺមិនបានធ្វើឲ្យគេនឹងគឺមានរបួសនោះឡើយប៉ុន្តែកន្លងហួសទៅពីនេះបរិមម្នាក់នោះក៏ត្រូវបានលីសាឡុងវាយឲ្យមានរបួសផងដែរនៅចុងក្រោយបរិមម្នាក់នោះក៏បានយល់ព្រមចោះចាញ់លីសាឡុងនៅទីកន្លែងនោះតែម្ដងតែមកដល់ថ្ងៃបន្ទាប់នៅក្នុងកំឡុងពេលនេះលោកគ្រូយាក៏បានធ្វើដំណើរមកដល់សាលាមួយទៀតហើយដើម្បីធ្វើការស្នើសុំឲ្យកូនប្រុសរបស់គាត់ចូលរៀននៅក្នុងសាលាមួយនេះលោកគ្រូយាក៏បានធ្វើដំណើរចូលទៅនិងថែមទាំងបានជួបនិយាយគ្នាជាមួយនឹងអ្នក
នេយការសាលានៅក្នុងទីកន្លែងនោះថែមទៀតផងប៉ុន្តែទោះបីជាលោកគ្រូយាគាត់មានលិខិតធានាអំពីសំណាក់ប្រជាជនដែលមានសញ្ជាតិដើមជាអាមេរិកយ៉ាងណាក៏ដោយក៏គាត់នឹងគឺមិនត្រូវបានអនុញ្ញាតឲ្យបញ្ជូនកូនប្រុសមករៀននៅក្នុងសាលានេះនោះទេបញ្ហាគឺមិនមែនត្រង់ផ្លូវច្បាប់នោះឡើយតែវានឹងគឺពាក់ព័ន្ធជាមួយនឹងការបង់ថ្លៃសាលាដ៏ច្រើនសន្ធឹកសន្ធាប់តែលោកគ្រូយាគឺគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការបង់នោះឡើយបន្ទាប់ពីនេះយើងក៏កាត់ឲ្យឃើញជាមួយនឹងក្មេងស្រីម្នាក់ដែលមានឈ្មោះថាយ៉ូណាក៏បានធ្វើដំណើរចាស់ចេញអំពីសាលាដូចគ្នាបន្ទាប់ពីនោះក៏ស្រាប់តែមានក្មេងៗដែលជាជនជាតិអាមេរិកកម្មមកក្រុមហ្នឹងក៏បានមកនិយាយប៊ូលូទៅកាន់នាងគេក៏បាននិយាយរើសអើងថានាងគឺជាជនជាតិពូជសាស៊ីដែលមានស្បែកលឿងហើយនាងហ្នឹងគឺប្រៀបបីដូចជាសត្វស្វាអញ្ចឹងតែសម្ដីទាំងនេះគឺបានធ្វើឲ្យយ៉ូណាគឺនាងមានអារម្មណ៍ខឹងជាខ្លាំងនិងបាននិយាយតបតទៅកាន់ពួកគេវិញផងដែរប៉ុន្តែប៉ុណ្ណាដោយសារតែពួកគេនោះគឺមានចំនួនគ្នាច្រើនជាងនិងថែមទាំងមានបរិបរចូលរួមផែនទៀតផងនោះក៏បានធ្វើបាបទៅកាន់យ៉ូណាចៃដនសំណាងល្អក្នុងកំឡុងពេលនោះលោកគ្រូយានឹងក៏បានបង្ហាញខ្លួនមកដើម្បីជួយសង្គ្រោះទៅកាន់យ៉ូណាហើយគាត់នឹងក៏បានធ្វើការវាយប្រមានទៅកាន់ក្មេងៗទាំងនោះមិនឲ្យពួកគេនឹងធ្វើបាបយ៉ូណាបន្តទៀតបាននោះឡើយតែប៉ុណ្ណោះលោកគ្រូយាក៏ថែមទាំងបានជូនយ៉ូណាទៅកាន់ផ្ទះរបស់នាងថែមទៀតហើយអ្វីដែលលោកគ្រូយាមិនបាននឹងនោះយ៉ូណានេះហើយគឺជាកូនស្រីរបស់លោកអូដែលជាប្រធានសមាគមចិននៅក្នុងទឹកដីអាមេរិកនេះផ្ទាល់តែម្ដងលោកអូដែលជាឪពុកនៅពេលដែលបានឃើញកូនស្រីត្រូវបានគេធ្វើបាបបែបនេះហើយគាត់នឹងគឺមិនត្រឹមតែបាននិយាយអាណិតអាសូរទៅកាន់កូនស្រីនោះទេគាត់នឹងគឺថែមទាំងបានស្ដីបន្ទោសនិងបានវាយមកកាន់នាងថែមទៀតផងដោយសារតែគាត់គឺមានអារម្មណ៍ខឹងសម្បាជាមួយនឹងយ៉ូណាដែលបានរឹងទទឹងមិនព្រមធ្វើការវឹកហាត់ក្បាច់គុណនោះឯងតែឃើញដូច្នេះហើយលោកគ្រូយិននឹងក៏បានចូលទៅសម្រួលដល់ពួកកូនពួកគេទាំងពីរតទៅពីនោះលោកគ្រូអូនឹងក៏បានដើរមកនិយាយប្រាប់ពីហេតុផលនៃការលំបាករបស់ពួកគេឲ្យលោកគ្រូយិបានដឹងក៏ព្រោះតែជនជាតិចិនទាំងអស់រស់នៅទីនេះគឺហាក់បីដូចជាផ្ទះរបស់ពួកគេអញ្ចឹងប៉ុន្តែពួកគេជានិច្ចកាលគឺត្រូវបានជនបរទេសព្យាយាមកម្ចាត់ពួកគេឲ្យត្រឡប់ទៅកាន់ទឹកដីពួកគេវិញពេលខ្លះថែមទៀតនឹងគឺថែមទាំងបានចាត់ទុកពួកគេហាក់បីដូចជាជននិរទេសអញ្ចឹងត្រឹមតែប្រជាជនចិនតែប៉ុណ្ណោះនោះទេសូម្បីតែតំបន់ China Town ដែលមានទីតាំងនៅលើទឹកដីសហរដ្ឋអាមេរិកនេះក៏ត្រូវបានពួកគេព្យាយាមកម្ចាត់ម្ដងហើយម្ដងទៀតផងដែរគ្រូយាគាត់នឹងក៏បានឲ្យយោបល់ថាពួកគេគឺគួរតែណាត់អ្នកទាំងអស់គ្នាដែលពាក់ព័ន្ធមកធ្វើការចរចាគ្នាដើម្បីបញ្ចប់នៅរឿងគ្រប់យ៉ាងតែប៉ុន្តែរឿងទាំងនេះវានឹងគឺមិនស្រួលដោយអ្វីដែលលោកគ្រូយាគិតនោះឡើយនៅពេលដែលលោកគ្រូយាបំរុងនឹងធ្វើដំណើរចាស់ចេញទៅវិញទៅហើយភ្លាមនោះលោកអូនឹងក៏បាននិយាយទៅកាន់លោកគ្រូយាថាបើសិនជាគាត់យល់ព្រមប្រកួតសាកល្បងក្បាច់គុណគ្នាជាមួយនឹងលោកអូនោះគាត់នឹងក៏នឹងយល់ព្រមដើម្បីសរសេរលិខិតធានាកូនប្រុសរបស់លោកគ្រូយាឲ្យមកសិក្សាទីនេះផងដែរប៉ុន្តែលោកគ្រូយាគាត់នឹងក៏បានយល់ព្រមជាមួយនឹងការស្នើសុំមួយនេះគ្រូទាំងពីរក៏បានធ្វើការប្រកួតគ្នានៅក្នុងទីកន្លែងនោះតែម្ដងចំពោះមុខកូនស្រីរបស់លោកគ្រូអូនៅពេលដែលពួកគេធ្វើការបញ្ចេញក្បាច់ទៅវិញទៅមករៀងៗខ្លួនហើយនោះទីបំផុតការប្រកួតគ្នាមួយនេះក៏បានបំផ្លាញផ្ទះរបស់លោកគ្រូអូឲ្យខ្ទេចខ្ទីយ៉ាងដំណំផងដែរតែលោកគ្រូអូគឺគាត់មិនព្រមបញ្ឈប់តែត្រឹមនេះនោះទេគាត់នឹងក៏បាននិយាយទៅកាន់លោកគ្រូយាថាឲ្យរងចាំពាក់កណ្ដាលនៃរដូវស្លឹកឈើជ្រុះដើម្បីធ្វើការប្រកួតគ្នាយកឈ្នះចាញ់តែម្ដងតែប៉ុន្តែលោកគ្រូយាគឺគាត់មិនមានគំនិតបែបនេះនោះឡើយគាត់នឹងគឺបានយល់ថាការឈ្នះចាញ់វាមិនមានសារៈសំខាន់នោះទេសម្រាប់រូបគាត់ពួកគេគឺពុំគួរយកក្បាច់គុណចិនទៅប្រឆាំងជាមួយនឹងនរណាម្នាក់ដែលពុំចូលចិត្តខ្លួននោះឡើយហេតុផលពិតប្រាកដដែលគាត់ធ្វើដំណើរមកទីនេះគឺដោយសារតែគាត់ចង់ការពារយ៉ូណាមកកាន់ផ្ទះនោះឯងគាត់ក៏គ្មានបំណងក្នុងការដោះដូរនាងជាមួយនឹងលិខិតធានាអីនោះទេពេលនិយាយបែបនេះហើយលោកគ្រូយាគាត់ក៏បានធ្វើដំណើរចាកចេញអំពីផ្ទះនោះទៅមកដល់ពេលវេលាថ្ងៃបន្ទាប់នៅក្នុងជំរំនៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនេះវិញហ្នឹងមិនមែនគេក៏បានធ្វើដំណើរចូលទៅបំពេញការងាររបស់គេផងដែរតែបើមើលទៅការធ្វើដំណើររបស់ Hartman មកនេះគេនឹងក៏បាននាំយកមកជាមួយនឹងឧបករណ៍សម្រាប់វឹកហាត់ក្បាច់គុណយងឈើប៉ុន្តែកងទាហានទាំងអស់ដែលមានវត្តមាននៅទីនោះនៅពេលដែលបានឃើញវត្តមានរបស់ Hartman ធ្វើដំណើរមកបែបនេះហើយគេនឹងក៏បានស្រែកមើលងាយប៊ូលូទៅកាន់ Hartman ជាខ្លាំងពួកគេនឹងក៏ថែមទាំងបាននិយាយអ្នកខ្លះនឹងក៏ថាជាស្វាឬក៏ជាជនជាតិស្បែកលឿងអញ្ចឹងនៅក្នុងទីបញ្ជាការមួយនេះផងដែរយើងនឹងក៏បានឃើញជាមួយនឹងវត្តមានរបស់បរិមម្នាក់កំពុងធ្វើការប្រយុទ្ធគ្នាជាមួយនឹងបរិស្បែកខ្មៅម្នាក់ទៀតហើយបើមើលទៅបរិមម្នាក់ដែលមានពុកមាត់នេះនឹងគេនឹងគឺពិតជាមានសមត្ថភាពខ្លាំងក្លានិងបានវាយផ្ដួលឲ្យបរិមម្នាក់ដែលមានស្បែកខ្មៅនោះយល់ព្រមឆ្លើយចោះចាញ់ទៅកាន់គេផងដែរណែ Hartman នៅពេលដែលធ្វើដំណើរចូលមកដល់ទីនោះហើយនឹងគេក៏បានបង្ហាញឧបករណ៍នៃការវឹកហាត់ក្បាច់គុណនឹងទៅកាន់មេបញ្ជាការរបស់គេឲ្យបានឃើញផងដែរមែនគេក៏ថែមទាំងបានបញ្យល់ទៅកាន់បរិមម្នាក់នោះថានេះគឺជាឧបករណ៍សម្រាប់វឹកហាត់ក្បាច់គុណយងឈុនមូលហេតុដែលគេនាំយកវាមកកាន់ទីនេះគឺដើម្បីធ្វើការពង្រឹងសមត្ថភាពកងទ័ពរបស់ពួកគេឲ្យកាន់តែខ្លាំងក្លាជាងមុននោះឯងបរិមម្នាក់នោះនៅពេលដែលបានឮ Hartman និយាយបែបនេះហើយនឹងគេក៏បានអស់សំណើចជាខ្លាំងគេនឹងក៏ថែមទាំងបាននិយាយទៅកាន់ Hartman ថាទីកន្លែងនេះគឺមិនមែនជាសារមន្ទីរសម្រាប់ធ្វើការអភិរក្សដូច
ជារសារទុកនៅឧបករណ៍របស់ជនជាតិចិននោះឡើយហើយសូមឲ្យ Hardman នឹងធ្វើការបញ្ញាបញ្ញានឹងយកវាចាក់ចេញអំពីទីនោះឲ្យឆាប់ទៅតែ Hardman គេគឺមិនព្រមនោះឡើយគេនឹងក៏ថែមទាំងបាននិយាយប្រឆាំងជាមួយនឹងគំនិតរបស់បរិមម្នាក់នោះថែមទៀតគេគឺបានសម្អាងថារូបគេនឹងគឺបានវឹកហាត់ក្បាច់គុនមួយនេះអស់រយៈពេលជាច្រើនខែកន្លងមកហើយគេនឹងគឺជឿជាក់ថាក្បាច់គុនមួយនេះគឺពិតជាមានប្រយោជន៍ជាខ្លាំងដើម្បីជួយទៅកាន់កងម៉ារីនរបស់ពួកគេជាជំនួយនៅក្នុងកងកម្លាំងរបស់ពួកគេដើម្បីធ្វើការវាយប្រហារទៅកាន់សត្រូវនៅក្នុងកំឡុងពេលដែលបំពេញភារកិច្ចនោះឯងបើទោះបីជា Hardman គាត់នឹងគឺបាននិយាយព្យាយាមការពារយ៉ាងណាក៏ដោយក៏បរិមម្នាក់នោះគឺគាត់មិនយល់ព្រមស្ដាប់តាមហេតុផលរបស់ Hardman នោះឡើយក៏នៅតែបញ្ជា Hardman ឲ្យប្រញាប់ប្រញាល់យករបស់ទាំងនោះចាក់ចេញអំពីបន្ទាយរបស់ពួកគេពេលដែលបានឃើញ Hardman បន្តជាមួយនឹងភាពមានះរឹងរូសរបស់គេបែបនេះហើយមេបញ្ជាការម្នាក់នោះក៏បានបញ្ជាទៅកាន់ Hardman ណាជារូបគេអាចយកឈ្នះបរិមម្នាក់ដែលមានឈ្មោះថា Colin នៅក្នុងទីកន្លែងនេះបានគាត់នឹងក៏នឹងយល់ព្រមយកសំណើរបស់ Hardman ទៅធ្វើការពិចារណា Hardman គាត់នឹងគឺគ្មានជំរឿអ្វីផ្សេងក្រៅតែពីការយល់ព្រមនោះឡើយពេលនេះពួកគេទាំងពីរនាក់ក៏បានបើកការប្រយុទ្ធគ្នានៅក្នុងទីតាំងនៃកន្លែងបន្ទាយនោះតែម្ដងការប្រកួតរបស់ពួកគេចាប់ផ្ដើមបានតែបន្តិចហ្នឹង Hardman គឺគាត់មិនអាចយកឈ្នះទៅកាន់បរិមម្នាក់ដែលមានឈ្មោះថា Colin នោះបាននោះឡើយគាត់ក៏ត្រូវបាន Colin វាយផ្ដួលឲ្យចុះចាញ់នៅទីកន្លែងនោះតែម្ដងពេលនេះលោកមេបញ្ជាការម្នាក់នោះក៏បានធ្វើការប្រកាសទៅកាន់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅក្នុងបន្ទាយមួយនេះតែ Hardman មិនស្ដាប់តាមការបញ្ជារបស់មេបញ្ជាការនិងថែមទាំងបានជំនះក្នុងការនាំយកនៅក្បាច់គុនចិនមកក្នុងបន្ទាយរបស់អាមេរិកបែបនេះហើយហ្នឹងក៏បានស្រែកដាក់បញ្ជាដាក់ពិន័យទៅកាន់កូនទាហានទាំងអស់មិនថាតែ Hardman នោះទេដទៃផ្សេងទៀតដែលជាជនជាតិចិនគឺត្រូវបានទទួលពិន័យឲ្យរត់ជុំវិញបន្ទាយនេះចំនួន30ជុំតែបន្តពេលនេះយ៉ូណានឹងគេក៏បានធ្វើដំណើរមកជួបជាមួយនឹងលោកគ្រូយាក្នុងគោលបំណងដើម្បីផ្ដល់ឲ្យលោកគ្រូយានៅលិខិតធានាសម្រាប់ឲ្យកូនប្រុសរបស់គាត់អាចមករស់នៅនិងរៀនសូត្រនៅក្នុងទឹកដីមួយនេះបានតែប៉ុន្តែលិខិតមួយនេះគឺពុំបានចេញអំពីដៃរបស់លោកគ្រូលូផ្ទាល់នោះទេព្រោះតែយ៉ូណានឹងគឺនាងបានខ្លាយបន្លំឯកសារជំនួសឪពុករបស់នាងនោះឯងតែឃើញពីទង្វើឆ្គាំឆ្គងរបស់នាងបែបនេះហើយលោកគ្រូយាគឺគាត់មិនព្រមទទួលនោះឡើយគាត់នឹងក៏បានហាយបំផ្លាញលិខិតនោះចោលនៅទីកន្លែងនោះតែម្ដងតទៅពីនោះលោកគ្រូយាក៏បានទៅនិយាយអប់រំណែនាំយ៉ូណាឲ្យបានយល់អំពីទំហំទឹកចិត្តរបស់ឪពុកនាងទោះបីជាយ៉ាងណាក៏ដោយគាត់នឹងគឺបានលះបង់ច្រើនណាស់សម្រាប់ការចិញ្ចឹមបីបាច់នាងតាំងតែពីតូចមកនោះឯងសិនជានាងមិនចាប់អារម្មណ៍ក្នុងការវឹកហាត់ក្បាច់គុនទេនោះនាងគឺគួរតែនិយាយប្រាប់ត្រង់ទៅកាន់លោកឪពុករបស់នាងឲ្យបានដឹងប៉ុន្តែយ៉ូណាគេនឹងក៏បាននិយាយប្រាប់ទៅកាន់លោកគ្រូយាវិញផងដែរគេគឺពុំយល់អំពីចរិតនៃការគិតរបស់ឪពុកគេនោះឡើយគាត់គឺតែងតែបង្ខំគេជានិច្ចថាតែការវឹកហាត់ក្បាច់គុនឬក៏ចង់ធ្វើអ្វីមួយនោះគាត់នឹងគឺតែងតែហាមឃាត់មិនឲ្យនាងធ្វើនោះឡើយតែបើទោះបីជានាងយល់ខុសទៅកាន់ឪពុកបែបនេះយ៉ាងណាក៏ដោយលោកគ្រូយាក៏នៅតែបន្តលើកទឹកចិត្តទៅកាន់នាងផងដែរក៏បានឲ្យជាយោបល់ថាបើសិនជានាងពិតជាស្រឡាញ់ជាមួយនឹងអាជីពនៃការរាំពិតមែននោះនាងគឺគាត់តែបង្ហាញវាទៅកាន់លោកឪពុកឲ្យបានឃើញផងដែរនោះហើយគឺជាពេលវេលាដែលគាត់បើកចិត្តនឹងទទួលយកគ្រប់យ៉ាងអំពីកូនស្រីក៏បណ្ដោះក្នុងក្រុមគ្រួសាររបស់ជនជាតិអាមេរិកកាំងនេះវិញហ្នឹងកូនស្រីដែលបានវាយធ្វើបាបទៅកាន់យ៉ូណាកាលពីថ្ងៃមុនហ្នឹងក៏បានមកទូលប្រាប់ឪពុកម្ដាយរបស់គេគឺមិនបានសារភាពអំពីកំហុសដែលគេបានវាយដំធ្វើបាបទៅកាន់យ៉ូណានោះទេទៅវិញគេនឹងគឺបានឆ្លើយប្រាប់ម្ដាយឪពុករបស់គេថាខ្លួនគឺត្រូវបានក្មេងជនជាតិចិនម្នាក់ហ្នឹងគឺបានវាយធ្វើបាបហើយមិនតែប៉ុណ្ណោះបរិមម្នាក់ដែលជាឪពុករបស់ក្មេងនេះគឺជាមេបញ្ជាការរបស់ Hardman នោះឯងរំខឹងនៅពេលដែលកូនស្រីត្រូវបានគេធ្វើបាបហ្នឹងគឺមិនប៉ុន្មាននោះទេប៉ុន្តែនៅពេលដែលប្រពន្ធនិយាយដកដានខ្លាំងពេកហ្នឹងបរិមម្នាក់នោះគឺមានកំហឹងជាខ្លាំងផងដែរខ្ញុំភ្លេចបញ្ជាក់ប្រាប់បរិមម្នាក់នេះគាត់នឹងគឺមានឈ្មោះថាមេបញ្ជាការ Getwell តពីបានលើកូនស្រីប្រាប់អំពីអត្តសញ្ញាណរបស់យ៉ូណាហើយនោះបរិមម្នាក់នោះគេនឹងគឺមានអារម្មណ៍ខឹងសម្បាជាខ្លាំងក៏មកដល់ថ្ងៃបន្ទាប់គេនឹងក៏បានធ្វើដំណើរមកដល់បន្ទាយធ្វើការរបស់គេផងដែរកំឡុងពេលជាមួយគ្នានេះ Hardman នឹងក៏បានទៅជួបជាមួយនឹងលោកមេបញ្ជាការធំក្នុងគោលបំណងដើម្បីស្នើសុំឲ្យរូបគាត់នឹងធ្វើការដាក់បញ្ចូលនៅក្បាច់គុនចិនទៅក្នុងពេលវេលានៃម៉ោងវឹកហាត់របស់ពួកគេតែនៅពេលដែល Getwell បានធ្វើដំណើរចូលមកដល់ហើយនោះគាត់នឹងក៏បានព្យាយាមនិយាយបដិសេធចំពោះមុខលោកមេបញ្ជាការតែម្ដងទោះបីជាមានការនិយាយប្រឆាំងពីសំណាក់លោកមេបញ្ជាការ Getwell យ៉ាងណាក៏ដោយក៏លោកមេបញ្ជាការធំនៅតែជ្រើសរើសតាមសំណើរបស់ Hardman ផងដែរទៅពេលនោះ Getwell ក៏បានធ្វើដំណើរទៅជួបជាមួយនឹង Colin គាត់ក៏បាននិយាយប្រាប់ Colin អំពីបំណងរបស់មេបញ្ជាការក្នុងការដាក់ក្បាច់គុនចិនចូលទៅក្នុងកម្មវិធីវឹកហាត់របស់ពួកគេនេះហើយគាត់នឹងគឺចង់ឲ្យ Colin ធ្វើការបង្ហាញទៅកាន់អ្នករាល់គ្នាថាក្បាច់គុនការ៉ាតេរបស់ពួកគេគឺមានសមត្ថភាពខ្លាំងក្លាជាងក្បាច់គុនចិនក៏បណ្ដោះមួយរយៈក្រោយមកនៅក្នុងកំឡុងពេលពិធីបុណ្យនាទាខែរដូវគ្រូយាគាត់ក៏មានវត្តមានចូលរួមអបអរជាមួយនឹងពួកគេផងដែរលោកគ្រូអូនៅក្នុងកំឡុងពេលនេះគាត់នឹងក៏បានបន្ទន់ជាមួយនឹងអេរិយាបថរបស់គាត់ក៏ដូចជាបានយល់ព្រមសរសេរលិខិតធានាទៅកាន់កូនលោកគ្រូយាដូចគ្នាតែចៃដន្យអីនៅក្នុងកំឡុង
งไปจมูกคณีนี้พองได้ก็จะแต่วัตถุเมียนระโลเกตเวลจมูกหนึ่งคณีคณีระบบเกนั่นก็บานเปิดดำนาโจมอกเกก็บานบางไฮลิขัดแต่การลูกครูโอ้บานเคยพองได้ถ้าเกบอกนี้คือเมียนโกบน้องโครงการนอมครูลูกครูโอ้ดำไปแต่สัวจำไล่โปรแต่เรื่องในโปเกนั่นคือเมียนการซองไซแต่ลูกครูโอ้คือเมียนจอเปะป้อนจมูกหนึ่งการคลายเหมือนล้อมชัวบันเตาประเภทสำหรับจนเจียดจันแต่บานโรเนอร์ในขนมดำบอลชัยนาเท้าในขนมกำลังพิธีบอลในไว้นั่งโคลินนั่งเกกับบานบางไฮโคลนมอกจะปูมกจนเจียดจันจิจราเนี่ยพองได้ปัจจุบันเกมบอกนี้คือเมียนโกบน้องโครงการบางไฮจมูกหนึ่งอติปลกับใบกลกระเตระบอโปเกแต่เอาจนเจียดจันแต่ง้อบานพลือเพลด้วยแต่ปนอกเกนั่งกับบานสไลประกาศแต่การครูกับใบกลแต่เตยเซนเดียก็โดยจีนเนี่ยหาไปเจียกลจันแต่ง้อดับใบทัวการประกวดคือมวยหนึ่งโปเกนั่นแหละครูกับใบกลจันจิจราเนี่ยเตยบานจันในกราวไปได้ระบอโคลินเจียบันตที่บำพดลูกครูเย่ได้มีวัตถุเมนตีกันไล่นูสแนปก็ประมาณบันตโชว์ออฟไดเมอร์นี่เคลียร์มืดแพะก็ดัตเตยเซนติแต่ตระบานโคลินเวอโดลเจียบันตนูไล่นะฮะก่อนนั้นก็บันทัวการสำหรับจัดโจเตยประกวดจมูกหนึ่งโคลินตีกันไล่นูตายมาดองปัญหาเฉียงคลางโคลินระบอเยื่อคือขมิ้นกิโลไอต่อโตจมูกลูกครูเย่บานนูเต้จงกล่าวเกนั้นก็ตระบานลูกครูเย่เวพดวนหนึ่งบานบันไดรูเกนั้นก็มีระบบเชียร์ตำงนพองได้สำเร็จสไลด์โฮก็บานมันลือล่างในขนมตีกันไล่มือนูวัตถุเมนระบอโคลินรวมจมูกหนึ่งคณีก็บานจากจะยังปีตีนู้ดอกกระยามาพองได้เมื่อเราครูโอในครองกำลังเป็นนี่บรมนาดามินชโมดาเกตเวนั่นก็บันดีจีปรับตการกอดพองได้โปเกคือเมียนไอกษากรุบกร้อนในบ้านบางฮานแต่จนเจียดจนถึงอ้อในบ้านรูเนอร์ในครองดำบอลชัยนาทามวันนี้คือสัตว์เซิงแต่ขอฉบับนู้ไอในยุคนี้ก่อนนั้นก่อนหนึ่งเพื่อการบรรจุมนุษย์ต่ำไปแต่จับครูในแต่งอคเนียนู้มาแนบมาดองสมัยแต่งนี้เราครูโอนั่นคือกอดผมไอตัวบานดูไล่ก็จะทราบแต่เรื่องราวกรุบแจ้งคือสัตว์เซิงแต่การไม่ล่างอ่อมปีกาใครมาล้อมแต่งอในท่าโปเกคือผมบานเปิดข้อโดยไว้ในบ้านจอดประการนูเต้นายเกตเวในครองกำลังเป็นนี่เกนั่นก็บานดังทาโคลินตระบานจนเจ็ดจันเวียมีระบบจีนำนำพองได้เรียมนู้ก็บานปัญญาดำไปเตอซองสักโคลินในขนมดำบอลชัยนาทองแต่มาดองปีบ้านเพื่อดำน้ำมาดอตีตังนู้ให้เกตเวนั่นก็บานบากาวิปหาตการครูกับใบกลนตีเซนเตียได้มีบทเมนตีกันหลายมโนเจียก็กับบานดังปีเรื่องนี้โดยขี้หากก่อนนั้นก็บานปัญญาเพื่อดำน้ำมาดอตีกันหลายมโนเจียสำนักล้อสำหรับเกตเวในปีเดลครูเยอะเพื่อดำน้ำมกดอลเกนั่นคือบานจ่าเจนบาดเถื่อให้ตีเซนเตียกับบานเพื่อการในใจปรับตการครูเยอะแต่ในขนมกำลังไปบันเตเตียนี้หนึ่งมีวัตถุเมนปลีอันเตาประเวจิจรันเพื่อการมาจับคลูนโปเกนูไอนายเกตเวในปีเดจ่าเจนยังปีดำบอลชัยนาทาวน์ให้เกนั่นก็มาปัญญาแต่จูบเป็นโลกโอในขนมปอกปลีกระทานแต่บ้านในเย่กลมเรียมตะการโลกโออัมปีเรื่องราวกรบยานั้นในบางการลางโดยขี้ในเพลมนู้โยนาได้มีวัตถุเมนตีกันไลนู้ก็มาชี้ยิ้มในเย่องวอกอตะการโปเกดำไปดอกเลยอย่างปกระบอกคลูนเต้เป็นคนใส่เลือดจงกงองวอกอเกแบบนี้ให้ลูกครูโอนั่นคือกอดมันสกจัดหนูไล่กอดกับบานสตูตะเลิศคนใส่หนึ่งบันในเย่แน่นอนตะการเนี่ยโอเกตัวใบจิตทัศน์ในขนมดำหน้ากานาก็น้อยคือผมเตยเลือดจงกงหนูไล่ยังคือเตยแต่บังห้างจมูกหนึ่งอติโปก็โดยจีเพียบเริงมอมปีกับขนมระบอกคลูนดำไปบังห้างจนบอร์เตแตงอ้อบานเคยโดยขี้นั่นลูกครูเย่ในเปได้บ้านตัวดำนังแบบนี้ให้นั่นก็กับบ้านปัญญาเทอดำนามาจูจมูกหนึ่งลีสล็อกอาจพ่อกับโปรตกอดจองนอมโยกจมูกหนึ่งครูกับใบกลมวยจำนวนดำไปมาและคลูนในขนมกันไล่ระบอลีสล็อกบันดาซันไปเกตเวนี่คือเกมมันพร้อมชบแต่เติมนินุไล่นั่นก็บ้านนอมครูลูกครูโอเทอดำนามาขนมบันเตระบอเกพองได้โปรแต่แฮดพ่อคือเกมมีบ่มนองขนมการประกวดคณีจมูกลูกครูโอโยกชนะจางหนูไอแต่ปนอกเกนั่นก็บ้านสไลปราบแต่การโกนตะเฮียนแต่งออกคณีดำเมียนวัตถุเมนตีกันไล่เนื้อดำไปทัวเจสาไซในขนมการประกวดระบอโปเกในฮัตแมนนั่นเกกับบ้านเชียร์มาห้ามข้อลูกครูโอพองได้แต่ตัวใบยียังนาก็ได้ลูกครูโอคือกอดมันพร้อมทัวการพลาดโปรจัดนูไล่ต่อไปนี้การประกวดรูเวงเนี่ยเติมปีกับบานจับประดามล้างโดยขี้วิตามินในการประกวดยังเมื่อเตอร์ฮาไปโดยจีลูกครูโอเมียนเปรียบแต่การเกตเวจีคลั่งแต่นาทีบอมพอดก่อนนั้นก็เตอร์บานเกตเวเวแต่การกอดเตอร์จีจางกันหลายโดยขี้ครูโอในขนมสถานเพียบได้กับปงแต่มีระบบเป็นคล้วนกอดกับบานเชียร์ยิมกราวโชว์ล่างนำใบต่อโตประโยชน์ประชังเจมวยหนึ่งเกตเวได้จีจนบอร์เต้เกตเวในนี้ตัวใบจีเกเมียนเปรียบแต่การลูกครูโอยังนาก็ได้เกกันเนแต่บันต่อในยัยเมืองเงยแต่การลูกครูโอก็โดยจีจนจีจันต่อเตยเตียดพองได้แม่นาทีกันไลโนเกนั่งกับบานรถแต่เมื่อลูกครูโอได้กับปงแต่มีระบบไปได้ลูกครูเยี่ยจมวยหนึ่งคณีประมาณเนเทียดกับบานบันต่อและคล้วนในขนมกันไลระบอลีเซลองพองได้ปรเมศแต่ทาลูกครูโอกับปงแต่ตัวระบบจีตงนก็เตยบานฮาร์ดแมนแต่ตรงปรับแต่การลีเซลองก็โดยจีลูกครูเยี่ยอาบานนังโดยขี้ลูกครูเยี่ยในขนมกำลังไปนี่ก่อนนั่นคือเมียนกาปีบาจัดจีคลั่งก็กบานนักเคยแต่ตรงแต่การกองโปรปันแต่เปิดหน้าเกนั่นคือผมโปรมาเลิกตัวทราบระบลูกครูเยี่ยนูไล่ปฏิกาฟาดในเปแต่บานเคยแบบนี้ก่อนนั่นคือผมอาบันตอและบางบานเตียนโนเต้ก็กับบานเลิกโยเรื่องราวกรบย่างแต่ทาลูกครูเยี่ยกับปงแต่เมียนจุ่มเงือมหาริโนปรับแต่การกองโปรระบก็อาบานนังโดยขี้ต่อไปบานลือเท้าปกกับปงแต่เมียนจุ่มเงือเจียตงนแบบนี้ให้กองโปรระบก็นั่นกับบานทวการมองในเยี่ยจุ่มเงือโลอปกระบเกได้รำต่อสล็อต
ជាខ្លាំងផងដែរគ្រូជានៅពេលវេលាចុងក្រោយគាត់ក៏បាននិយាយសុំទោសទៅកាន់កូនប្រុសព្រោះតែគាត់នឹងគឺបានដឹងថាកូនប្រុសគេគឺពិតជាចូលចិត្តជាមួយនឹងការវឹកហាត់ក្បាច់គុណខ្លាំងណាស់តែដោយសារតែពុំចង់ឲ្យកូនប្រុសដើរខុសជាមួយនឹងគន្លងផ្លូវដូចជារូបខ្លួននោះលោកគ្រូជានឹងគឺតែងតែហាមឃាត់កាន់កូនប្រុសគឺពុំចង់ឲ្យគេនឹងវឹកហាត់ក្បាច់គុណនោះឡើយគាត់គឺពុំដែលខ្វល់អំពីអារម្មណ៍របស់កូនប្រុសដែលថារូបគេនេះគឺចង់បានអ្វីឲ្យពិតប្រាកដពេលចុងក្រោយនៃកិច្ចសន្ទនារបស់ឪពុកកូនអ្នកទាំងពីរលោកគ្រូជាក៏បាននិយាយផងដែរថាបើសិនជាមានឱកាសគាត់នឹងវិលត្រឡប់ទៅវិញដើម្បីជួបជាមួយនឹងកូនប្រុសនោះឯងពេលបាននិយាយគ្នាច្បាស់ជាមួយនឹងកូនប្រុសរួចហើយនោះលោកគ្រូជាក៏បានធ្វើដំណើរទៅក្នុងបន្ទាយរបស់មេបញ្ជាការ Gatwell នៅពេលដែលប៉ែ Gatwell ម្នាក់នេះគេកំពុងតែបង្ហាញឥទ្ធិពលរបស់ខ្លួនទៅកាន់កូនទាហានរបស់គេដំណើរទីកន្លែងនោះផងដែរទមានរបស់លោកគ្រូជាដែលរួមដំណើរដោយ Hartman ក៏បានធ្វើដំណើរចូលមកក្នុងបន្ទាយមួយនេះមែនគេក៏បានស្រ័យប្រាប់ទៅកាន់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីកន្លែងនោះរួមជាមួយនឹង Gatwell នឹងឲ្យបានដឹងផងដែរថានេះហើយគឺជាវត្តមាន Master Kung Fu ដែលគេចង់ជួបពិតប្រាកដគាត់នេះហើយក៏ជាអ្នកដែលបានវាយ Colin ឲ្យមានរបួសធ្ងន់ធ្ងរនោះឯងគាត់ធ្វើដំណើរមកទីនេះគឺចង់ប្រកួតជាមួយនឹង Gatwell នោះឯងពេលនៅពេលដែលបានឃើញវត្តមានរបស់លោកគ្រូជាដំបូងគេនឹងគឺហាក់បីដូចជាមានអារម្មណ៍ស្រឡាំងកាំងផងដែរទោះបីជាយ៉ាងនេះក៏ដោយគេនឹងគឺនៅតែទទួលយកនឹងការប្រកួតជាមួយនឹងលោកគ្រូជាផងដែរការប្រកួតរបស់ពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមឡើងនៅក្នុងបន្ទាយមនុស្សលោកគ្រូជាគាត់ក៏បានបើកការវាយសម្រុកទៅកាន់ Gatwell តទៅនេះបរិបម្នាក់នេះនឹងក៏បានវាយតទល់ទៅកាន់លោកគ្រូជាឲ្យមានរបួសវិញដូចគ្នាតែដោយសារតែលោកគ្រូជាគាត់កំពុងតែមានជំងឺប្រចាំខ្លួននោះគាត់នឹងក៏បានបង្ហាញជាមួយនឹងអាការៈមិនស្រួលផងដែរនេះហើយក៏បានធ្វើឲ្យ Gatwell នឹងគឺគេចាប់បានចំណុចខ្សោយរបស់លោកគ្រូជាដូចគ្នា Gatwell គេក៏បានបើកការវាយសម្រុកនឹងបានវាយតធាក់ទៅកាន់លោកគ្រូជាឲ្យមានរបួសវិញផងដែរគេនឹងក៏ថែមទាំងបានស្រែកមើលងាយទៅកាន់លោកគ្រូជាប្រាប់ទៅកាន់កូនចៅរបស់គេដែលមានវត្តមាននៅទីកន្លែងនោះឲ្យបានដឹងតែបើមើលទៅកាន់ទឹកមុខរបស់ម្នាក់ដែលមានវត្តមាននៅទីកន្លែងនោះគេនឹងគឺពិតជាជ្រេញជាមួយនឹងចរិតរបស់ Gatwell នេះជាខ្លាំងតែអំនួននៃភាពក្អេងក្អាងរបស់គេបែបនេះហើយលោកគ្រូជានឹងក៏បានក្រោកឈរឡើងដើម្បីវាយតទល់បន្តទៀតជាមួយនឹង Gatwell ម្នាក់នេះជាក៏បានបង្ហាញជាមួយនឹងក្បាច់ប្រចាំតកោរបស់គាត់វាយទៅកាន់ Gatwell សាប់បីដូចជាម៉ាស៊ីនដេរអញ្ចឹង Gatwell នេះគេក៏នៅតែព្យាយាមវាយប្រហារតទល់ជាមួយលោកគ្រូជាវិញដូចគ្នាទោះបីជាគេត្រូវបានលោកគ្រូជាវាយឲ្យមានរបួសជាដំណំយ៉ាងណាក៏ដោយក្រោយគាត់ក៏បានប្រើក្បាច់មរៀមពិឃាតរបស់គាត់វាយទៅកាន់បំពង់ករបស់ Gatwell និងបានបណ្ដាលឲ្យគេដួលសន្លប់នៅទីកន្លែងនោះចោះចាញ់បាត់ទៅមែនក៏បានស្រែកប្រកាសអំពីជ័យជំនះរបស់លោកគ្រូជាពេលដែលវត្តមានអ្នកដទៃផ្សេងទៀតក៏បានធ្វើការទះដៃអបអរសាទរជាមួយនឹងភាពក្លាហានរបស់លោកគ្រូជាផងដែររ៉ាវដ៏អាក្រក់ក៏បានកន្លងផុតទៅក្នុងកំឡុងពេលនេះលោកគ្រូជាក៏បានធ្វើដំណើរមកជួបជាមួយនឹងលោកគ្រូអូផងដែរតែលោកគ្រូអូពេលនេះគាត់នឹងគឺមានអាការៈធូរស្បើយពីរបួសដូចគ្នាគ្រូអូក៏បានធ្វើការប្រគល់ជាមួយនឹងលិខិតធានាកូនប្រុសរបស់លោកគ្រូជាឲ្យទៅកាន់គាត់ផងដែរក្រោយលោកគ្រូជាក៏បានធ្វើដំណើរត្រឡប់មកកាន់ទឹកដីនៃប្រទេសចិនវិញនិងបានជួបជាមួយនឹងកូនប្រុសរបស់គាត់ពេលវេលាចុងក្រោយរបស់គាត់ក៏បានចំណាយវាជាមួយនឹងកូនប្រុសក៏ដូចជាបានធ្វើការបង្ហាត់ក្បាច់គុណទៅកាន់កូនប្រុសតាមក្តីសម័យនិងក្តីស្រឡាញ់របស់គេដែលចង់បានតាំងតែពីតូចនោះឯងហ្នឹងហើយប្រិយមិត្តទាំងអស់គ្នាសាច់រឿងប្រវត្តិក្បាច់គុណកុងហ្វូឬក៏កម្ពុជាក្បាច់គុណកុងហ្វូរបស់លោកគ្រូជាគឺបានបញ្ចប់តែត្រឹមនេះឯងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាខ្សែភាពយន្តនេះតាំងតែពីភាគទី1រហូតដល់ភាគបញ្ចប់ជាចុងក្រោយខ្ញុំក៏សូមអរគុណសូមជម្រាបលាឈប់នៅចុងក្រោយហ្នឹងលោកគ្រូជាក៏បានស្លាប់នៅក្នុងកំឡុងឆ្នាំ2001ដោយសារតែជំងឺមហារីករបស់គាត់នោះឯង